សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel យើងខ្ញុំថ្ងៃនេះយើងខ្ញុំនឹងលើកយករឿងនិទានមួយមកអានជូនបងប្អូនស្ដាប់ដែលមានចំណងជើងថារឿងកង្កែបកំហួចនិងវងស្រមោចនៅជិតស្រះទឹកមួយមានកង្កែបមួយរស់នៅដោយចិត្តកំហួចវាចូលចិត្តលេងសើចរំខានសត្វផ្សេងជាពិសេសវងស្រមោចដែលកំពុងខិតខំដឹកអាហារទុកសម្រាប់រដូវភ្លៀងរៀងរាល់ថ្ងៃកង្កែបតែងតែនៅលើផ្លូវស្រមោចបំភាន់ឲ្យអាហារធ្លាក់និងសើចយ៉ាងសប្បាយស្រមោចតូចព្យាយាមអត់ធ្មត់ព្រោះវាដឹងថាការឆ្លោះមិននាំមកអ្វីល្អឡើយថ្ងៃមួយមានភ្លៀងធ្លាក់ខ្លាំងស្រះទឹកឡើងខ្ពស់ហើយកង្កែបត្រូវទឹកហូរចេញពីផ្ទះរបស់វាព្យាយាមហែលទឹកក៏ប៉ុន្តែមិនអាចរកកន្លែងសុវត្ថិភាពបានឡើយពេលនោះវងស្រមោចបានប្រើស្លឹកឈើនិងដើមស្មៅធ្វើជាស្ពានតូចមួយជួយឲ្យកង្កែបអាចឡើងទៅកន្លែងស្ងួតបានកង្កែបមានអារម្មណ៍ខ្មាស់អៀននិងសោកស្ដាយយ៉ាងខ្លាំងវាបានសុំទោសស្រមោចហើយសន្យាថានឹងមិនរំខានអ្នកដទៃទៀតឡើយចាប់តាំងពីថ្ងៃនោះមកកង្កែបបានក្លាយជាមិត្តល្អរបស់វងស្រមោចនិងជួយការពារផ្លូវរបស់ពួកគេពេលមានគ្រោះថ្នាក់អត្ថន័យនៃមេរៀននេះគឺកុំមើលងាយអ្នកដទៃព្រោះថ្ងៃណាមួយយើងអាចត្រូវការជំនួយពីពួកគេចិត្តល្អនិងការសហការគ្នានាំមកនូវមិត្តភាពនិងសុភមង្គលរឿងកង្កែបកំហួចនិងវងស្រមោចត្រូវបានអានបញ្ចប់តែត្រឹមនេះសូមអរគុណពុកម៉ែបងប្អូនដែលបានចូលរួមស្ដាប់សូមជួយចុច Like Share និង Subscribe ដើម្បីទទួលរឿងថ្មីទៀតជារៀងរាល់ថ្ងៃសូមអរគុណ